ខ្ញុំការពីឪពុកម្ដាយដ៏ល្អដែលបានខិតខំប្រឹងប្រែងណែនាំខ្ញុំក្នុងសាសនាពុទ្ធគ្រីស្ទានឪពុកខ្ញុំត្រូវធ្វើការយ៉ាងខ្លាំងដើម្បីផ្គត់ផ្គង់ដល់គ្រួសារដ៏ធំវាតម្រូវឲ្យមានកិច្ចការប្រឹងប្រែងយ៉ាងខ្លាំងណាស់ដើម្បីជួយដល់គ្រួសារបាននៅកន្លែងដែលយើងរស់នៅនោះមានការរំភើបខុសប្រក្រតីអំពីវិស័យសាសនាបងប្អូនប្រុសស្រីខ្ញុំសូមបកស្រាយអំពីការនេះឲ្យបានច្បាស់ថាពីមុនកំណើតលោកីព្រះទ្រង់បានសម្រេចព្រះតីហើយថាអ្នកណាដែលត្រូវបានសង្គ្រោះនិងអ្នកណាដែលមិនត្រូវបានសង្គ្រោះអ្វីដែលលោកបានបកស្រាយខ្ញុំតែងសួរខ្លួនឯងចំនួនថាអំពីនោះទេតើទៅធ្វើអ្វីណោះតើពពួកណាមួយទៅដែលត្រូវព្រះពុំបានកំណត់ពីសេចក្តីជំនឿចុងក្រោយរបស់កូនចៅទ្រង់នោះទេគុលធីនេះផ្ទុកផ្ដាក់ការទូខុសត្រូវទៅលើព្រះហើយលើកលែងទោសឲ្យមនុស្សលោកវាមិនអាចលោកឡំជាមួយនឹងគុលធីនៃការស្ម័គ្រតាមឡើយខ្ញុំអាចដឹងយ៉ាងដូចម្ដេចថាណានាត្រឹមត្រូវរឿងនេះមិនអាចដឹងបានដោយគំនិតរបស់មនុស្សទេយូសែបក្តីជំនឿជាអំណោយទានដើម្បីជឿប្អូនត្រូវតែអធិដ្ឋានដើម្បីមានសេចក្តីជំនឿហើយព្រះនឹងសម្ដែងការនោះតាមឆន្ទៈទ្រង់ថ្ងៃមួយខ្ញុំបានអាននៅក្នុងសម្បត្តិយ៉ាកុបថាតែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញាមានតែសូមដល់ព្រះដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធាឥតបន្ទោសផងនោះទ្រង់នឹងប្រទានឲ្យពុំដែលមានបទគម្ពីរណាមួយដែលមានប្រសិទ្ធភាពទៅលើចិត្តមនុស្សដូចជាបទគម្ពីរនេះមានប្រសិទ្ធភាពមកលើចិត្តខ្ញុំឡើយជាយូរយារក្រោយមកខ្ញុំបានសម្រេចចិត្តថាតើខ្ញុំត្រូវនៅក្នុងសេចក្តីងងឹតងងល់តទៅឬក៏ត្រូវធ្វើតាមពាក្យដែលយ៉ាកុបបានដឹកនាំគឺថាត្រូវសូមដល់ព្រះកាលនោះជាពេលព្រលឹមនៃថ្ងៃដ៏ល្អព្រឹស្វាងគឺនៅដើមនីតិខែរដូវក្នុងឆ្នាំ1820បន្ទាប់ពីខ្ញុំបានទៅដល់កន្លែងដែលខ្ញុំសម្រេចចិត្តនឹងទៅដោយបានឃើញថាខ្ញុំនៅតែម្នាក់ឯងនោះខ្ញុំក៏លុតជង្គង់ចុះហើយបានចាប់ផ្ដើមបួងសួងដល់ព្រះទូប្រាប់ពីបំណងនៃដួងចិត្តរបស់ខ្ញុំទើបតែចាប់ផ្ដើមធ្វើនៅមួយរំពេចនោះស្រាប់តែខ្ញុំត្រូវបានគ្រប់សង្កត់ដោយអំណាចណាមួយដែលគ្របពីលើរូបខ្ញុំទាំងស្រុងហើយមានឥទ្ធិពលមកលើរូបខ្ញុំយ៉ាងអស្ចារ្យដែលចងដាតខ្ញុំទុកធ្វើឲ្យខ្ញុំមិនអាចនិយាយបានឡើយនៅគណៈការភ្ញាក់ផ្អើលដ៏មហិមានេះស្រាប់តែខ្ញុំបានឃើញបង្គោលពន្លឺមួយនៅចំលើក្បាលខ្ញុំមានរស្មីចែងចាំងលើសជាងសូរ្យាទៅទៀតដែលចុះសន្សឹមមកចំលើរូបខ្ញុំការពន្លឺនោះស្ថិតចំពីលើរូបខ្ញុំបានឃើញតួអង្គពីរដែលមានរស្មីនិងសេរីរុងរឿងដែលពុំអាចពិពណ៌នាបានឡើយឈរនៅលើអាកាសពីលើរូបខ្ញុំតួអង្គមួយមានបន្ទូលមកខ្ញុំដោយហៅខ្ញុំតាមឈ្មោះហើយចង្អុលទៅតួអង្គមួយទៀតដោយមានបន្ទូលថានេះជាព្រះបុត្រាដ៏ស្ងួនភ្ងារបស់យើងចុះស្ដាប់តាមទ្រង់ចុះ